លោកចេះដែរអូមអានអីហ្នឹងបើលោកបកកែមិនដែលខ្មែរក្រហមនេះឆ្លាតចោលកើតទេបាទអាហ្នឹងវាជារឿងមួយមន្តអាគមគាត់ថាជាការអាងនេះដោយថារបស់របរអីគ្រាន់ជាការអាងដើម្បីលើកទឹកចិត្តយើងនេះតាមការពិតអត់មានបកកែអីជាងមនុស្សយើងខ្លួនយើងដោះស្រាយខ្លួនយើងនេះប្រាជ្ញាយើងបានដោះស្រាយកើតបាទជួបវិបត្តិមានប្រាជ្ញាបានដោះកើតចឹងបានខ្មែរយើងចាស់បុរាណថាបើខ្សែគប់កុំឲ្យខ្សែគប់អ្នកក្រោមយើងឲ្យចេះជាងយើងមានបញ្ហាគេជួយយើងបាទអូតែកាលណាយើងក្រោមអ្នកខ្សែគប់យើងក្រោមខ្សែគប់ក្រោមយើងមានបញ្ហាដោះស្រាយគ្នាអត់រួចទេបាទពីឲ្យរស់អ្នកចេះជាងយើងមានបញ្ហាឡើងជួយគ្នាបាទអរគុណច្រើនអរគុណច្រើនទាំង OD នេះគឺខ្លាំងខាងបល័យខាងក្រទេតែក៏លោកចេះណែខាងសមាធិអីដឹងហេតុដឹងផលយ៉ាងដែរណាបាទជួយចឹងដែរលោកមានប្រតិល្អលោកអត់មានកូនចៅមានបងប្អូនមានតែក្មួយតែលោកសួតទៅក៏វាជាការល្អមួយយ៉ាងដែរក្នុងពុទ្ធសាសនាណាបាទមិនសូវមានចប់ជាពាក្យកម្មជាអីជួយអោក៏តុំកបោនោះដូចអាមួយទូទៅនោះបាទអាហ្នឹងហៅចេតិយហើយអានេះចេតិយបុរាណដែរប៉ុន្តែគេធ្វើជីវិតវាសារពើសោតស្គាល់សារពើសោតទេសារពើសោតហ្នឹងដូចជើងគ្រុតចឹងបាទអាហ្នឹងអត់មានចាក់ពុំកើតទេគេប៉ាន់ហើយប៉ាន់ណាបាទគេប៉ាន់ពូប៉ាន់សារពើសោតសារពើសោតនេះដំកល់អីដែរនេះម្ចាស់គេដែរអូមិនមែនជាដំកល់ចាត់ប្រសពឬក៏អីទេម្ចាស់គេអ្នកមានពីដើមគឺម្ចាស់ខោព្រានអាយុកាលហើយជាប្រហែលឆ្នាំហីជាង100ឆ្នាំតែមើលទៅដូចមានការចាំងល្អចាក់ដីនេះគេម្ចាស់គេឧស្សាហ៍មកជាតិចិត្តតាមគុំចិនបាទតាហៀនេះជាងចិនដែរនេះជាងចិនមើលនេះរបៀបចិនអូបាទប៉ុន្តែនេះចិនវាមានពុកមាត់បាទចំណាំណាខ្មែរយើងប៉ុន្តែរបៀបទ្រង់ទ្រាយអីជាងចិនវាចូលកាត់នេះកាត់ខ្មែរកាត់ចិននេះបាទខ្មែរកាត់ចិនជាងចិនធ្វើកងតោវាហៀប្រហែលប្រហែលឆ្នាំលោកការបោឆាន1772នោះនៅក្រោយ1772ដល់ខាងក្រោយបាទក្រោយណាបាទ1772ឬកាលនៅសម័យខ្មែរអ្នកបាត់ដំបងនៅក្រៅអាណានិគមថៃបាទជំនាន់សម័យលោកម្ចាស់អីជំនាន់អភ័យវង្សអីខ្សែអភ័យវង្សណែចាប់បាបែនជាវាវាំងបែនបាទជាវាវាំងបែនចាប់បាបែនបាទគឺពញាបច្ចៅពញាវាំងបែនហ្នឹងជាទីប្រឹក្សារបស់ស្ដេចរាមាទីប្រមាណដូចទី7យើងក្រមអាណានិគមថៃវា200ឆ្នាំបាទកូនជាកូនកថាថនញញមកហើយបានកថាថនជុំនេះកថាថនប៉ុកថាថនប៉ុកកូនកថាថនញញបានមកកថាថនជុំចុងក្រោយគេបាទដូចជា6សម័យរាជការ6ជំនាន់បើនិយាយទៅអត់ទេនិយាយចាប់ពីដើមមកកូនតកូលអភ័យវង្សបាទជាវាវាំងបែនបាទនឹងវា6ជំនាន់តែមកត្រួតត្រាខេត្តបាត់ដំបង3ជំនាន់3ជំនាន់បាទថាបាទថាថនប៉ុកនឹងថាថនជុំបាទថាថនជុំនឹងគាត់អាណត្តិនៅឆ្នាំ1904បាទសាលាខេត្តហ្នឹងក៏អត់បាននៅទេបាទសាលាខេត្តចាស់ហ្នឹងបាទគាត់ត្រូវប្រគល់ឲ្យមកបារាំងចាប់បារាំងចូលមកបាទបារាំងចូលមក1904បានគេកាត់ខេត្តបែកខាងសមុទ្រហ្នឹងឲ្យទៅថៃយើងយកខាងដងរែកនេះបាទខាងដងរែកវិញយើងពួកកម្ពុជាយើងមិនប្រកែខាងសមុទ្រអីចឹងសមុទ្រយើងដីកសិកម្មបាទដីកសិកម្មមកវិញតាហៀនេះនៅក្រៅអាណានិគមថៃធ្វើណាម៉ូតអីរបៀបអីមើលខាងក្នុងបានឃើញស្អាតទាំងអស់តែវាក្រោយទៅជាវត្តសម្រោងបន្តិចលើថានៅក្នុងទីវត្តឡុងវត្តកោះកែវនេះមានប្រជាធិការមួយដែលល្បីចំនួនមុនចំនួនពលពតមានលោកឌីមែនលោកច័ន្ទឌីហ្នឹងលោកមិនល្បីខាងមន្តអាគមអូមអាមទេតែលោកមានកម្រិតជាចេះដឹងសាលាបាលីជាន់ខ្ពស់សាលាបាលីលោកខ្លាំងបាលីជាន់ខ្ពស់បាទទីប្រឹក្សារបស់សម្ដេចសង្ឃជួនណាតលោកគេឲ្យមកធ្វើចារកិច្ចដើម្បីជួបខ្មែរក្រហមទៅគឺសម្រាប់គាត់ទៅលោកជាទីប្រឹក្សារបស់សម្ដេចសង្ឃជួនណាតតែដល់សម្ដេចសង្ឃជួនណាតសកត់ឆ្នាំ1969ទៅលោកនៅនេះហៅបើកសាលាធម្មទូតសាលាធម្មទូតហ្នឹងគឺតំណាងឲ្យទូតដែលនាំធម៌ផ្សព្វផ្សាយធម៌នៅក្នុងខេត្តបាត់ដំបងវត្ត
កែវ បាទ តែវត្តពោធិ៍វាលគេហៅពុទ្ធិកៈ បាទ សិក្សាអឹងធួង បាទ អឹងធួងជាឈ្មោះរបស់អ្នកកសាងសាលាហ្នឹង សាលាហ្នឹងបាទ ហើយនៅនេះលោកគ្រូច័ន្ទឌីនេះលោកដាក់សាលាធម្មទូតមួយឡើងដែលមានលោក ឌីសមាលីជានាយកគាត់ឌីសមាលីនេះគាត់ជាអតីតប្រធានធម្មការខេត្តបាត់ដំបងសម័យរដ្ឋកម្ពុជាណាតែពីដើមមកគាត់ជានាយកនៅសាលាធម្មទូតនេះឯងក្រោយដែលសម្រាប់ដែលគេយកលោកទៅធ្វើទៀតលោកចេះដែរអូមអាមអីហ្នឹងបើលោកប្រកែមិនដែលខ្មែរក្រហមនៅសាលាចោលកើតទេបាទអាហ្នឹងវាជារឿងមួយមន្តអាគមគឺគ្រាន់តែជាការអាងនេះដូចថារបស់អីគ្រាន់តែជាការអាងដើម្បីលើកទឹកចិត្តយើងនេះតាមការពិតអត់មានប្រកែអីជាងមនុស្សយើងខ្លួនយើងដោះស្រាយខ្លួនយើងនេះប្រាជ្ញាយើងបានដោះស្រាយកើតបាទយុគវិបត្តិមានប្រាជ្ញាបានដោះកើតចឹងបានខ្មែរយើងចាស់បុរាណថាបើខ្សែគប់កុំឲ្យខ្សែគប់អ្នកក្រោមយើងឲ្យចេះជាងយើងមានបញ្ហាគេជួយយើងបាទអូតែកាលណាយើងក្រោមអ្នកខ្សែគប់យើងខ្សែគប់ក្រោមយើងមានបញ្ហាដោះស្រាយគ្នាអត់រួចទេបាទគេឲ្យរស់អ្នកចេះជាងយើងមានបញ្ហាឡើងជួយគ្នាបាទអរគុណច្រើនអរគុណច្រើនទាំង OD នេះគឺខ្លាំងខាងបល័យខាងទៅក្រទេតែក៏លោកចេះណែខាងសមាធិអីដឹងហេតុដឹងផលយ៉ាងដែរណាបាទជួយចឹងដែរលោកមានប្រតិល្អលោកអត់មានកូនចៅមានបងប្អូនមានតែក្មួយតែលោកសុគតទៅក៏វាជាការល្អមួយយ៉ាងដែរក្នុងពុទ្ធសាសនាណាបាទមិនសូវមានចប់ជាកម្មវិធីអីយូរបាទភូមិកំពង់សម្បួរឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងបាទព្រះលោកគ្រូបើនិយាយទៅគឺទល់មុខនឹងវត្តកែវនៅបើយើងមកពីលើតាមផ្លូវមកស្ទឹងផុតរបងវត្តព្រឹមណាដល់ព្រឹមហ្នឹងវត្តកែវនេះដែលជាវត្តដែលជាពាក្យមួយនៅក្នុងចម្រៀងរបស់លោកសុនធីសមុទ្រលោកតាសុនធីសមុទ្រហ្នឹងមែនទេបាទដែលកុលាបវត្តកែវពីដើមគាត់ស្អាតបាទគាត់នៅកន្លែងក្បាលជ្រោយទៅនោះគាត់នៅរស់ទេអត់ទេឥឡូវគាត់ស្លាប់ហើយអូចឹងបានន័យថាកុលាបហ្នឹងគឺទៅបាទចឹងគេថាជារឿងសាច់រឿងពិតអូហ្នឹងហ៊ានសម័យលន់ណុលគេមកដាក់សពនៅកន្លែងនេះសាលាទឹកនៅមុខវត្តនេះបាទគាត់ស្អាតមែនទេស្អាតមែនអូសែនគាត់ស្អាតមែនអូឡវត្តកែវនេះត្រាមកត្រីរស់បាត់ហ្នឹងហើយខ្ញុំជ្រាបមករស់មកដល់នេះគឺជាដឹកធ្វើបទចម្រៀងតាសុនធីហើយវត្តកែវនេះជាវត្តបរមរានហ្នឹងណាគ្រូបរមរានប៉ុន្តែក្រោយវត្តសំរោងក្នុងទេអូក្រោយវត្តសំរោងក្នុងក្រោយបាទហើយបានតែឈ្មោះវត្តកែវនេះពីដើមវាដូចជាកោះកែវទេអូមិនវត្តកែវទេយើងដងសឹងសកាយមកខាងនេះបាទហើយខាងក្រោយនេះវាមានដងអូគេមួយទៀតគាត់ទៅកោះនៅទៅហ្នឹងគេហៅថាកោះកែវពីដើមបាទចឹងពីមុនតំបន់នេះលោកតាគង់បញ្ឈឿនធ្លាប់មកអ៊ំទូកលេងឲ្យបានជួបបាទនឹងកលាវត្តកែវហ្នឹងកលាវត្តកែវបាទរឿងពិតនេះតែបើសាច់រឿងនៅបាត់ដំបងនេះច្រើនមែនទែនហើយក៏ជាពិសេសគឺដងស្ទឹងលង្កាយនេះបានចងក្រងជាសាច់រឿងហើយក៏ដូចជាគេដូចជាទឹកខ្មៅនឹងជំលក់សរសេរមិនចេះអស់រឿងរ៉ាវនៅក្នុងខេត្តបាត់ដំបងបាទវត្តកែវនេះពីដើមពីសម័យមុនមកគឺវត្តដែលមានប្រជាប្រិយភាពបាទច្រើនតារាចម្រៀងអីគេតែងមកបាទមានលោកគ្រូល្បីនៅវត្តនេះនៅក្រោយមកគាត់បានសុគតទៅវិសាកូនសាសខ្លួនឯងលោកជាសម្មុខពន្ធបាទកូនសិស្សអ្នកធ្វើឃាតឬក៏ជាសម័យហ្នឹងជាសម័យគេធ្វើនយោបាយបាទលោកមានឥទ្ធិពលត្រូវ